អាចកំបាំងចក្រវាលនិងការភ្ញាក់ដឹងខ្លួនក្នុងព្រះពុទ្ធសាសនាតើអ្នកដឹងទេថាអ្វីដែលអ្នកវិទ្យាសាស្ត្រទើបតែរកឃើញអំពីចក្រវាលកាលពី100ឆ្នាំមុននេះត្រូវបានព្រះពុទ្ធសម្ដែងរួចជាស្រេចកាលពី2500ឆ្នាំមុនព្រះពុទ្ធមិនមែនគ្រាន់តែជាអ្នកដឹកនាំសាសនានោះទេប៉ុន្តែលោកគឺជាអ្នកវិទ្យាសាស្ត្រខាងវិញ្ញាណដែលបានឃើញដល់ជម្រៅអាចកំបាំងលំហអាកាសថ្ងៃនេះយើងនឹងទៅពិនិត្យមើលចំណុចដ៏អស្ចារ្យដែលព្រះពុទ្ធនិងវិទ្យាសាស្ត្រនិយាយដូចគ្នាអំពីចក្រវាលកាលពីមុនមនុស្សគិតថាមានតែផែនដីនិងប្រព័ន្ធព្រះអាទិត្យយើងតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះវិទ្យាសាស្ត្រនិយាយថា multiverse ឬចក្រវាលច្រើនឥតគណនាក្នុងសូត្រចតលនិសូត្រព្រះពុទ្ធបានសម្ដែងពីសហសីលោកធាតុលោកបានបែងចែកចក្រវាលជាថ្នាក់សហសីចលនិលោកធាតុបណ្ដុំនៃលោកធាតុពិភពចំនួន 1000 ទ្វីសហសីមជ្ឈមិកាលោកធាតុបណ្ដុំនៃ1លានភពតៃសហសីមហាសហសីលោកធាតុបណ្ដុំនៃ1លានពិភពនេះមានន័យថាព្រះពុទ្ធបានដឹងមកជាយូរណាស់មកហើយចក្រវាលនេះមិនមែនមានតែយើងម្នាក់ឯងនោះទេគឺកាឡាក់ស៊ីនិងប្រព័ន្ធផ្កាយរាប់ពាន់លានដូចអ្វីដែលតេឡេស្កូបទំនើបមើលឃើញនាពេលបច្ចុប្បន្ននេះការកើតនិងការរលត់វិទ្យាសាស្ត្រជឿថាចក្រវាលមានការរីកធំចេញពីចំណុចមួយហើយនៅថ្ងៃណាមួយវានឹងរលាយសាបសូន្យទៅវិញព្រះពុទ្ធប្រើពាក្យថាសង្វត្តកប្បការរលាយទៅនៃពិភពនិងវិវត្តកប្បការកើតឡើងវិញនៃភពក្នុងព្រះពុទ្ធសាសនាចក្រវាលមិនមានទីបញ្ចប់ពិតប្រាកដនោះទេគឺវាវិលចុំជាវត្តកើតឡើងរក្សានៅរលាយទៅនិងកើតឡើងវិញវាខុសពីទ្រឹស្ដីរូបវិទ្យាដែលថាថាមពលមិនអាចបង្កើតថ្មីឬបំផ្លាញចោលបានឡើយវាគ្រាន់តែជាការបំផ្លាញទម្រង់ប៉ុណ្ណោះទ្រឹស្ដីដ៏ខ្ពង់ខ្ពស់បំផុតគឺសញ្ញតាអ្វីទាំងអស់មិនមែនជាអង្គធាតុពិតប្រាកដនោះទេវាកើតឡើងពីការផ្សំគ្នានៃធាតុបណ្ដោះអាសន្នកង់តិចរូបវិទ្យារកឃើញថាបើអ្នកបំបែកអាតូមឲ្យតូចបំផុតអ្នកនឹងឃើញថាវាមានតែភាពទទេនិងរលកថាមពលប៉ុណ្ណោះរូបជារសជារូបអ្វីដែលយើងស្ទាបដឹងថាជារបស់រឹងមាំតាមពិតវាគ្រាន់តែជាការរំញ័រនៃថាមពលក្នុងភាពទទេស្អាតតែប៉ុណ្ណោះការសិក្សាពីចក្រវាលវាជួយឲ្យយើងយល់ពីភាពធំធេងនៃពិភពលោកប៉ុន្តែការសិក្សាពីធម៌ជួយឲ្យយើងយល់ពីចក្រវាលខាងក្នុងនៃចិត្តរបស់យើងព្រះពុទ្ធធ្លាប់មានពុទ្ធដីកាថាពិភពលោកទាំងមូលស្ថិតនៅក្នុងរាងកាយដែលមានប្រវែងមួយព្យាមនេះឯងនេះមានន័យថាបើអ្នកយល់ពីចិត្តរបស់ខ្លួនឯងអ្នកនឹងយល់ពីអាថ៌កំបាំងនៃចក្រវាលទាំងមូល